អាយុដាមអភិសន្តិបណ្ឌិតសសុខាអញ្ជើញបទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ2024នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងផ្តល់អនុសាសន៍គន្លឹះសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ2024នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិបានប្រារព្ធពិធីបិទក្រមអធិបតីភាពអាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី6ខែឧសភាឆ្នាំ2025នេះបន្ទាប់ពីប្រព្រឹត្តទៅតាមរបៀបវារៈគ្រងទុករយៈពេល1ថ្ងៃកន្លះដោយមានអ្នកចូលរួមមកពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងមហាផ្ទៃក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍប្រធានក្រុមប្រឹក្សារាជធានីខេត្តអភិបាលរងរាជធានីខេត្តប្រធានក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអភិបាលរងក្រុងស្រុកខណ្ឌនិងអ្នកពាក់ព័ន្ធសរុបចំនួន560នាក់យោងតាមរបាយការណ៍អាយុដាមសួរប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន3ទី1បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ2024កន្លងមករបស់យន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិទី2ការចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋជុំវិញការផ្តល់សេវារដ្ឋបាលដោយការិយាល័យប្រជាពលរដ្ឋនិងទី3ជាវេទិកាសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈមឬលើកឡើងនៅសំណើសំណុំពរនានាអាយុដាមអគ្គនាយកបានបញ្ជាក់ថាអង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ចំនួន5រួមមានទី1បាត់បង្ហាញស្តីពីលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ2024ទី2ការចែករំលែកបទពិសោធន៍អំពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញទី3ការចែករំលែកបទពិសោធន៍របស់រដ្ឋបាលស្រុកចន្ទ្រាអំពីការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយស្របតាមមុខងារនិងរចនាសម្ព័ន្ធថ្មីទី4ការចែករំលែកបទពិសោធន៍អំពីការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាមនិងទី5ការចែករំលែកបទពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធ Digital របស់ការិយាល័យប្រជាពលរដ្ឋស្រុកមោងឫស្សីមានប្រសាសន៍នេះឱកាសនោះអាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះការចូលរួមជាមតិយោបល់ដ៏មានសារៈសំខាន់របស់អង្គសន្និបាតនិងបានជម្រាបអង្គសន្និបាតថាក្រសួងបានកត់ត្រានៅរាល់មតិយោបល់សំណើនៅសំណុំពររបស់អង្គសិក្ខាសាលាដើម្បីធ្វើជាមូលដ្ឋានក្នុងការជជែកពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាឬក៏ស្នើសុំគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលដើម្បីរកដំណោះស្រាយសមស្របនិងចាត់វិធានការអនុវត្តបន្តទៀតឲ្យកាន់តែមានប្រសិទ្ធភាពប្រមុខក្រសួងមហាផ្ទៃកម្ពុជាក៏បានគូសបញ្ជាក់ទៀតថាកំណែទម្រង់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាការងារអាទិភាពមួយក្នុងការងារកំណែទម្រង់វិមជ្ឈការនិងវិសាហមជ្ឈការដែលកំណែទម្រង់នេះត្រូវមានសង្កតិភាពនិងភាពប្រតិក្រឡាគ្នាជាមួយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលរួមមានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់ច្បាប់និងកំណែទម្រង់ប្រព័ន្ធយុតិធធម៌ខណៈកំណែទម្រង់តាមវិស័យនីមួយៗត្រូវគាំទ្រនិងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង5ដើម្បីធានាការកែលម្អស្ថាប័នសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានភាពស៊ីសង្វាក់និងប្រតិក្រឡាគ្នាលើគ្រប់វិស័យនិងគ្រប់ស្ថាប័នស្របតាមអភិក្រមចក្រភាពនៃប្រព័ន្ធទូអង្គតែមួយនេះឱកាសនោះដែរអាយុដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំគន្លឹះមួយចំនួនឲ្យក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿនការរៀបចំកែសម្រួលឬដាក់ចេញសេចក្តីណែនាំបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗត្រូវណែនាំឲ្យមន្ទីរជំនាញរបស់ខ្លួនផ្ដល់ការគាំទ្រឲ្យបានពេញទំហឹងដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយក្រសួងស្ថាប័នពាក់ព័ន្ធដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗត្រូវបន្តកិច្ចសហការល្អជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក្នុងការចុះគាំទ្រតាមដានត្រួតពិនិត្យនិងវិតម្លៃការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងធានាប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលទាំងនោះនិងចូលរួមដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបប្រទះទន្ទឹមនេះរដ្ឋបាលរាជធានីខេត្តនិងរដ្ឋបាលក្រុងស្រុកខណ្ឌក៏ត្រូវបានអាយុដាមអភិសន្តិបណ្ឌិតផ្ដល់អនុសាសន៍ឲ្យបន្តយកចិត្តទុកដាក់អនុវត្តការងារមួយចំនួនដូចជាការផ្ដល់សេវាសាធារណៈការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋការគាំទ្រដល់យន្តការច្រកចេញចូលតែមួយការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រុមប្រឹក្សានិងគណៈអភិបាលការងារគ្រប់គ្រងសំរាមនិងការងារចរាចរណ៍